បាទអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទផាន់ណាថ្ងៃនេះក្រោមការសហការជាមួយនឹង MD Studio យើងបានមកជួបលោកគ្រូវ៉ាន់សាមៀនមានតួនាទីជាអ្នករៀបចំយុទ្ធសាស្ត្រនៃគ្រឹះស្ថាន Mamadi Finance ក៏ដូចជាអ្នកនិពន្ធសិភៅគន្លឹះយុទ្ធសាស្ត្រផងដែរបាទសូមជម្រាបសួរលោកគ្រូបាទជំរាបសួរបណ្ណាបាទរីករាយបណ្ណាដែលបានបាទជួបគ្នានៅថ្ងៃនេះម្ដងទៀតបាទហើយអរគុណសម្រាប់ការប្រឹងប្រែងនៅក្នុងការពេលដែលទទួលបានសិភៅទៅបានអានណាគឺថាមិនទាន់ចប់ទេវាទៅបានដែរណាបាទអូខេហ្នឹងហើយអរគុណបណ្ណាគឺជាយុវជនមួយដែលសក្តានុពលបាននៅក្នុងសង្គមរបស់យើងហើយក៏ជាអ្នកចូលរួមចំណែកជាគំរូដល់យុវជនយើងផ្សេងទៀតណាអញ្ចឹងថ្ងៃហ្នឹងបានជួបគ្នាអញ្ចឹងតើបណ្ណាមានអីជាបាទចម្ងល់បន្ថែមទៅលើកិច្ចការរបស់យើងបន្តទៅទៀតបាទលោកគ្រូមែនតើថ្ងៃនេះគឺមានសំណួរមួយចេញពីយុវជនរបស់យើងដែរដែលគាត់កំពុងតែបំពេញការងារជាច្រើននៅក្នុងវិស័យទាំងវិស័យ finance វិស័យផ្សេងៗទៀតដែរតែគាត់មានចម្ងល់ថាតើគាត់ត្រូវរៀបចំខ្លួនបែបម៉េចនៅក្នុងឆ្នាំ2025ហ្នឹងឲ្យទទួលបានប្រាក់ខែខ្ពស់អញ្ចឹងណាបាទគាត់អាចចែករំលែកជាកតិមួយចំនួនដើម្បីពួកយើងជាយុវជនអាចទទួលយកទៅជាចំណេះបាទអរគុណផាណាបាទហើយក៏ដូចជាអរគុណដល់យុវជនក៏ដូចជាបាទមិត្តភ័ក្តិបាទទាំងអស់ផងដែរបាទហើយនឹងអរគុណទៅដល់ធីមខាង MD Studio បាទដែលបានចំណាយពេលវេលាទាំងអស់គ្នានៅក្នុងកម្មវិធីនេះខ្ញុំគិតថាថ្ងៃនេះនឹងចែករំលែកបាទដើម្បីជាប្រយោជន៍បាទទៅដល់ទាំងក្រុមការងាររបស់យើងទាំងនៅក្នុងសង្គមរបស់យើងណាបាទហើយសំណួរនេះបើតាមខ្ញុំចាំក៏មានយុវជនផ្សេងដែលខ្ញុំបានជួបហ្នឹងក៏គាត់បានសួរមកដែរបាទហើយលើសពីនឹងទៀតគឺនៅក្នុងបណ្ដាញសង្គមហ្នឹងក៏មានសំណួរបែបបាទចំអកលក់លើយបាទបែបនេះផងដែរដែលគាត់ចំអកថាងរៀនទៅដល់ចប់ផ្នែកបរិញ្ញាបត្រហើយបាទចំណាយលុយរាប់ពាន់ហើយតើបានប្រាក់ខែប្រមាណអាចស្តៀងគ្នាណាប៉ុណ្ណាណាអាចស្តៀងគ្នាអញ្ចឹងខ្ញុំគិតថាជាខ្ញុំប្រើពាក្យថាជាសំណួរលក់លើយចុះពីព្រោះរៀងបាទរៀងលក់មកយុវជនរបស់យើងដែលធ្វើឲ្យយុវជនរបស់យើងមានអារម្មណ៍ថាគឺជាការផ្ចាញ់ផ្ចាលណាបាទអញ្ចឹងបាទយោងតាមបទពិសោធន៍ជាមួយនឹងកិច្ចការជាមួយយុវជនក៏ដូចជាចូលរួមចំណែកពេលវេលាច្រើនការកសាងយុវជនបាទក៏ដូចជាមានបាទលោកគ្រូរបស់ខ្ញុំមួយដែលគាត់ជាជនជាតិអាល្លឺម៉ង់គឺគាត់ឈ្មោះ Walter បាទគាត់ធ្លាប់ឲ្យកាដូខ្ញុំជាសៀវភៅនេះគឺសៀវភៅបែបនេះគឺបាទ Infinite Mind នេះគឺ Science of the Human Vibration នេះ of Consciousness នេះគឺអាចនឹងចូលរួមចំណែកទៅឆ្លើយនឹងសំណួរនឹងបានហើយជាសំណួរដែលពេញនិយមតែអាចទទួលយកបណ្ណានោះមិនទាន់ដឹងទេចាំមើលអាចថាបណ្ណាអាចស៊ូបន្តទៀតបានណាខ្ញុំផ្ដើមទៅជាមួយនឹងសំណួរតើឆ្នាំ2025នេះតើគាត់យុវជនរបស់យើងធ្វើអីដើម្បីឲ្យបានប្រាក់ខែច្រើនធៀបពិតទៅដូចជាមិនចាំបាច់តែ2025ទេពីមុនមកក៏សំណួរនេះគឺបានកកើតបាននៅជាពិសេសគឺកន្លែងបំពេញការងារបាទធៀបពិតទៅខ្ញុំមិននិយាយថាការចំអកនៅក្នុងបណ្ដាញសង្គមហ្នឹងបាទធ្វើឲ្យជាកំហុសទេខ្ញុំអត់និយាយថាអញ្ចឹងទេគ្រាន់តែធៀបពិតយើងចង់បានប្រាក់ខែច្រើនមិនមែនអាស្រ័យទៅលើសញ្ញាបត្រមួយសន្លឹកហ្នឹងទេបាទលោកគ្រូត្រង់នេះចង់កាត់ទៅទីយុវជនដទៃទៀតឬក៏ដូចខ្ញុំដែរពួកយើងប្រឹងប្រែងរៀននៅថ្នាក់សាកលវិទ្យាល័យគឺដើម្បីសញ្ញាបត្រមួយសន្លឹកហ្នឹងខ្ញុំមិនបានលោកគ្រូថាមិនមែនសញ្ញាបត្រហ្នឹងជាអ្នកធ្វើឲ្យយើងទទួលបានប្រាក់ខែខ្ពស់ទៅវិញទៅគ្រូអាចបកស្រាយបន្ថែមកន្លែងនេះអរគុណសំណួរបន្តបាទពិតជាមានសំណួរបន្តមែនណាឥឡូវអញ្ចេះដើម្បីងាយយល់សំបត្តិពិសោធន៍ក៏ដូចជាសភៅដែលខ្ញុំបានបញ្ជាក់មិញ Science of Human Vibration of Consciousness ហ្នឹងក៏មានការបកស្រាយខ្លះដែរបណ្ណាអាចលើកទឹកសុទ្ធបាននៅខាងមុខនេះបាទទឹកសុទ្ធនៅខាងមុខនេះខ្ញុំសួរបណ្ណាវិញតើទឹកសុទ្ធហ្នឹងតម្លៃប្រមាណទិញនៅអានេះបើយើងទិញនៅក្រៅមិញខ្ញុំទិញមក1000រៀល1000រៀលបាទតែបើសិនជាទៅកន្លែងដែលទំនើបជាងនេះប្រហែលជាថ្លៃជាងហ្នឹងពីរោងកុននេះប្រហែលជាថ្លៃជាងហ្នឹងបាទថ្លៃជាងទិញនៅក្នុងរោងកុនថ្លៃជាងហ្នឹងបាទអូខេពិតណាស់ហេតុអីបានខ្ញុំស៊ូវៀងទៅទឹកសុទ្ធវិញប្រឆាចពីធានបទរបស់យើងគឺដោយសារតែសំណួរនៃការស៊ូទៅទឹកសុទ្ធហ្នឹងវាជាការបកស្រាយទៅលើអ្វីថាតើសញ្ញាបត្រមួយសន្លឹកនឹងវាចូលរួមចំណែក
ទាំងស្រុងទៅលើការដែលមានប្រាក់ខែខ្ពស់ឬក៏យ៉ាងណាណាអញ្ចឹងវាដូចគ្នាដែរតម្លៃនៅពេលដែលបណ្ណាទិញនៅខាងក្រៅតាមហាងតូចតាចទៅតាមផ្លូវតាម1000នេះប៉ុន្តែដល់ពេលទៅផ្សារទំនើបឬក៏ទៅរោងកុនអានឹងវាទៅឡើងទៅដល់2000ឬក៏3000ឬកន្លែងខ្លះដល់ទៅ1រៀលផងតាមដឹងគឺ4000រៀលណា4000រៀលអញ្ចឹងតម្លៃនៃទឹកសុទ្ធនោះវាប្រែប្រួលទៅតាមទីតាំងខ្ញុំគិតថាវត្ថុធាតុដើមនៃទឹកសុទ្ធហ្នឹងគឺអាចថាអស់500យើងសន្មតចឹងចុះអាចថាអស់500ដូចគ្នាបាទប៉ុន្តែដល់ពេលលក់ចេញទៅតម្លៃវាទៅប្រែប្រួលដោយសារតែតម្លៃដែលទីតាំងនេះគាត់នៅបាទហើយម្យ៉ាងទៀតកន្លែងដែលគេលួងគេត្រូវការផលចំណេញចំណែកណាពីទឹកសុទ្ធហ្នឹងបាទកន្លែងហ្នឹងយល់ណាជាតក្កៈទៅបែបហ្នឹងដល់នេះអញ្ចឹងបាទតែខ្ញុំអាចវិលទៅសំណួររបស់យើងថាធ្វើម៉េចមានប្រាក់ខែច្រើនដូចខ្ញុំលើកឡើងខាងដើមហ្នឹងថាមិនប្រកាសថាអ្វីដែលខ្ញុំលើកជាសេណារីយ៉ូឡើងដើម្បីយកមកវិភាគហ្នឹងវាត្រូវជាមួយគ្រប់ស្ថានភាពនៃយុវជនរបស់យើងនេះប៉ុន្តែខ្ញុំព្យាយាមលើកជាឧទាហរណ៍បែបហ្នឹងបើសិនជាទឹកសុទ្ធនេះយើងមិនដាក់ទឹកវិញខ្ញុំដូរទៅបែបអញ្ចឹងវិញខ្ញុំដាក់ជាទឹកឃ្មុំវិញអញ្ចឹងទឹកឃ្មុំមួយដបទឹកសុទ្ធនេះនឹងតម្លៃអាចចន្លោះពី80000ទៅ100,000ឃើញវាលែង2000វាលែង3000នេះបាទវាលែង2000វាលែង3000តែឥឡូវខ្ញុំលើកសេណារីយ៉ូមួយទៀតខ្ញុំថាខ្ញុំអត់ដាក់ទឹកឃ្មុំទេប៉ុន្តែខ្ញុំដាក់ទឹកអប់វិញកាន់តែថ្លៃបាទកាន់តែថ្លៃតោះនេះចឹងកាន់តែថ្លៃអញ្ចឹងយើងបានដឹងអំពីដបទឹកសុទ្ធរបស់យើងវានឹងប្រែប្រួលតម្លៃរបស់វានៅពេលដែលយើងដាក់តម្លៃជាគុណភាពជាតម្លៃបរិមាណរបស់យើងជារបស់ដែលមានតម្លៃចូលដែលមានទឹកឃ្មុំមានទឹកអប់ដែលខ្ញុំលើកជាឧទាហរណ៍បាទជូនតើទាំងអស់ហ្នឹងគឺចេញមកពីណាគឺចេញមកពីក្នុងខ្លួនរបស់យើងបាទក្នុងខ្លួនរបស់យើងតើទឹកអប់ទឹកឃ្មុំវាមានអត្ថន័យបែបណាខ្ញុំសូមបាទផ្ដល់ជាទស្សនៈទានមួយជារូបមន្តចុះដើម្បីឲ្យយុវជនយើងងាយនៅក្នុងការយកទៅ apply និងយល់បាទរូបមន្តនោះគឺប្រាក់ខែច្រើនស្មើបាទស្មើបើកវងកញ្ចក់ K អក្សរ K បូកជាមួយអក្សរ S បិទវងកញ្ចក់វិញស្វ័យគុណ A ខ្ញុំសូមបង្ហាញគឺ K តំណាងឲ្យចំណេះដឹងបាទចំណេះដឹងគឺការចងចាំការយល់បាទឧទាហរណ៍គាត់ធ្វើការនៅក្នុងក្រុមហ៊ុនមួយគឺគាត់ចេះពីគោលនយោបាយរបស់ក្រុមហ៊ុនគាត់ចេះពីគោលនយោបាយបាទនៅក្នុងការបំពេញការងាររបស់គាត់បាទហើយ A ហ្នឹងគឺតំណាងឲ្យបំណិនឬក៏ភាសាអង់គ្លេសថា skill បាទមានន័យថាគាត់មានជំនាញបាទនៅក្នុងការទំនាក់ទំនងជំនាញនៅក្នុងការធ្វើបទបង្ហាញបាទផ្សេងអញ្ចឹងទៅបាទហើយដល់ A គឺសំដៅទៅលើតំណាងទៅលើអិរិយាបថបាទកប្បកិរិយារបស់គាត់បាទឧទាហរណ៍ដូចជារបៀបនៃការចេះកំណត់វិន័យផ្ទាល់ខ្លួនបាទអិរិយាបថនៅក្នុងការទំនាក់ទំនងការងារជាក្រុមបាទនេះគឺសិតតែបូកបញ្ចូលជាមួយនឹង A ដែលជាតំណាងឲ្យអិរិយាបថនិងកប្បកិរិយាបាទយើងគុំរូបមន្តនឹងបញ្ចូលគ្នាយុវជនយើងចាក់បញ្ចូលទៅតាមអក្សរទាំង3ហ្នឹងទៅគឺគាត់នឹងកើនឥឡូវខ្ញុំលើកឧទាហរណ៍ថាវាប្រែប្រួលបែបណានោះខ្ញុំលើកជាឧទាហរណ៍ជាលេខជូនហើយចាប់បណ្ណាចាំជួយគិតខ្ញុំឥឡូវប្រាក់ខែស្មើឧបមាថាក្រុមហ៊ុនហ្នឹងគឺគាត់វាស់វែងចំណេះដឹងពី1ដល់5ឬក៏ពី0ដល់5បំណិនពី0ដល់5ដូចគ្នាបាទកប្បកិរិយានិងអិរិយាបថអក្សរ A ហ្នឹងគឺពី0ដល់5ដូចគ្នា0មានន័យថាមិនចេះមិនដឹងឬក៏អន់អិរិយាបថអន់អញ្ចឹងទៅដល់ពេល5គឺមានន័យថាគេទទួលស្គាល់កម្រិតខ្ពស់អញ្ចឹងទៅបាទឥឡូវខ្ញុំសន្មត់នៅក្នុងតក្កៈមិនអញ្ចឹងយើងអាចសន្មត់បានថាឥឡូវសន្មត់ថា K ស្មើ2គេវាយតម្លៃនៅក្នុងក្រុមហ៊ុនហ្នឹងបាទ S ស្មើ2អញ្ចឹង2បូក2 4ស្មើ4ណាបាទតែ A របស់គាត់ល្អគ្រាន់បើដែរគេឲ្យដល់2បាទតំណាក់នៅធ្វើការជាក្រុមគ្រាន់បើតែនៅមានចំណុចខ្វះចន្លោះអញ្ចឹងទៅបាទឬក៏អិរិយាបថអវិជ្ជមានអញ្ចឹងទៅ0អញ្ចឹងទៅតែខ្ញុំសន្មត់ថា2ចុះបាទអញ្ចឹង2អញ្ចឹង
2 bố nâng 2 ស្មើ 4 ស្វ័យគុណនឹង 2 ស្មើ 16លោកគ្រូ បាទ 16 អញ្ចឹងខ្ពស់គូសំតែគាត់ផ្ទុយមកវិញគាត់អាចនឹងប្រែប្រួលនៅពេលដែលអិយាបថគាត់មិនល្អខ្ញុំលើកឧទាហរណ៍ថាធ្វើការជាក្រុមឆ្លោះគេគ្រប់តែគ្នាបាទបើអត់មានវិន័យគោរពម៉ោងពេលការបំពេញការងារបាទឬក៏ជាមនុស្សដែលអវិជ្ជមាននៅចំពោះមុខគិតឃើញអវិជ្ជមានចំពោះស្ថាប័នចំពោះក្រុមការងារគេឲ្យពិន្ទុ0អញ្ចឹង 2 បូក 2 ស្វ័យគុណ0ស្មើប៉ុន្មាន នេះបើតាមគណិតវិទ្យាវាស្មើ1មក តែមួយទេអញ្ចឹងបើសិនជាសន្មតថាហ្នឹងគឺជាតួលេខជាលុយអាដំបូងបានដល់$16តែដល់ទៅពេលគាត់អេយ៉ាបតគាត់អន់គាត់បានតែ$1ទេឃើញវាខុសគ្នាបែបហ្នឹងអញ្ចឹងរូបមន្តហ្នឹងគឺជួយគាត់ឲ្យបើគាត់ចង់បានប្រាក់ខែច្រើនក៏គាត់ត្រូវតែចាក់បញ្ចូលអសអេឲ្យបានច្រើនទៅរៀនបាទ24ម៉ោងត្រូវរៀននេះខ្លះដើម្បីមានចំណេះដឹងពេលមានចំណេះដឹងហើយយកទៅអនុវត្តការងារបង្កើនជាបំណិនការងារដើម្បីឲ្យប្រធានដើម្បីឲ្យអង្គភាពវាតម្លៃបន្ទុកគាត់ឲ្យបានខ្ពស់ខ្ញុំឧទាហរណ៍2ផងចុះបើគាត់យកដល់បានដល់ទៅ5អញ្ចឹងលុយរបស់គាត់ច្រើនតាមហ្នឹងបាទហើយអេយ៉ាបតគាត់ល្អទៀតដល់ទៅ5ទៀតពេញទៀតគឺច្រើនមែនតើស្វ័យគុណ5មិនតិចទេអញ្ចឹងបានគេដាក់មានអេយ៉ាបតហ្នឹងគឺសំខាន់មែនតើបាទផាណាចេះយុវជនយើងចេះច្រើនមានជំនាញច្រើនក៏ដោយប៉ុន្តែអេយ៉ាបតមិនអាចធ្វើកិច្ចការឲ្យទទួលបានលទ្ធផលល្អក៏បន្ទុកមិនខ្ពស់ដែរអញ្ចឹងគឺអានឹងហើយដែលឆ្លើយតបទៅនឹងប្រាក់ខែមិនខ្ពស់នោះនឹងខ្ញុំសរុបឡើងវិញគឺវាឆ្លើយតបទៅនឹងមិនអាស្រ័យទៅលើសញ្ញាបត្រមួយសន្លឹកនឹងទេដែលឆ្លើយតបបណ្ណាឆ្ងល់ដែរនោះឬក៏យុវជនយើងឆ្ងល់ដែរនោះគឺបាទមិនអាស្រ័យទេបូកកាន់សញ្ញាបត្រនោះមកប៉ុន្តែអនុវត្តរូបមន្តដែលខ្ញុំshareជូននេះឬក៏ចាក់ត្រឹមតែទឹកសុទ្ធគឺតម្លៃត្រឹមតែទឹកសុទ្ធតែបើសិនគាត់ចាក់ទឹកឃ្មុំចូលចាក់ទឹកអប់ចូលហ្នឹងតម្លៃរបស់គាត់នឹងខ្ពស់ទៅតាមហ្នឹងហើយតម្លៃដែលខ្ញុំនិយាយមានតម្លៃខ្លួនគាត់ផងតម្លៃជាប្រាក់ខែផងអាចទទួលយកបានប៉ុណ្ណេះបាទសូមអរគុណលោកគ្រូមែនតើសម្រាប់ការចែករំលែកជារូបមន្តមួយដ៏ពិសេសហើយថ្មីប្លែកសម្រាប់ខ្ញុំដែរក្នុងនាមជាយុវជននៅក្នុងបរិបទការងារក្នុងសម័យពេលបច្ចុប្បន្ននេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាយុវជនរបស់យើងនឹងទទួលបានចំណេះដឹងបន្ថែមពីការចែករំលែករបស់លោកគ្រូផ្ទាល់ហើយព្យាយាមក្នុងការចាក់ធាតុបន្ថែមមាន KS និង A ហ្នឹងដើម្បីទទួលបានឱកាសរីកចម្រើនសម្រាប់ខ្លួនឯងទទួលបានប្រាក់ខែច្រើននឹងតែម្ដងអញ្ចឹងជាថ្មីម្ដងទៀតក៏សូមអរគុណដល់វត្តមានរបស់លោកគ្រូនៅក្នុងការចូលរួមចែករំលែកនៅក្នុងវីដេអូមួយនេះហើយសង្ឃឹមថាវីដេអូនេះនឹងទៅជាចំណេះដឹងបន្ថែមសម្រាប់យុវជនរបស់យើងទាំងអស់គ្នាបាទសូមជាចុងក្រោយក៏សូមជូនពរដល់លោកគ្រូសុខភាពល្អដើម្បីបំពេញការងារបន្តទៀតនៅក្នុងស្ថាប័នផងដែរបាទសូមអរគុណសូមជម្រាបលា